រឿងផ្ទះដែលសាងសង់ដែលមានកម្មចរាចំកដាលផ្ទះដែលមានវ៉ាឡៃគុំសាឡាមអូនដែលមានកម្មចរាដែលសាងសង់ចំនៅកដាលផ្ទះខ្មែរយើងពីដើមគេមិនសូវជាឲ្យយើងសាងសង់ផ្ទះដោយប្រើកម្មចរាចំនៃកដាលផ្ទះទេខ្មែរយើងពីដើមព្រោះលោកមានពុតទំនាយរបស់លោកអញ្ចឹងរឿងមួយដែលខ្ញុំទទួលបានហ្នឹងហើយខ្ញុំទទួលបានពីប្អូនម្នាក់ហ្នឹងហើយដែលគាត់មានឈ្មោះថាតីសុវណ្ណដែលគាត់ជាអ្នកដែលរស់នៅក្នុងខេត្តបាត់ដំបងហើយរឿងដែលកើតឡើងនៅក្នុងផ្ទះរបស់គាត់គឺពាក់ព័ន្ធជាមួយនឹងរឿងតាំងពីឆ្នាំ1987អញ្ចឹងរឿងនឹងយូរហើយរឿងនឹងក៏ជារឿងដែលជាត្រកូលរបស់ប្អូនតីសុវណ្ណដូចគ្នាដែលគាត់បានជួបនឹងគឺជារឿងសាច់ឈាមរបស់គាត់ជាផ្ទះរបស់លោកតាគាត់អូខេតោះកុំឲ្យខាត់ពេលវេលាព្រោះថ្ងៃនេះមានតែមួយរឿងទេរឿងហ្នឹងគឺបែបអញ្ចឹងតាមសម្ដីរបស់ប្អូនតីសុវណ្ណដែលគាត់បាននិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងផ្ទះរបស់លោកតាគាត់នៅក្នុងឆ្នាំ1987ជាប្រភេទផ្ទះឈើដែលសាងសង់ដែលមានកម្មចណ្ដើរផ្ទះចំពីមុខផ្ទះកាលនឹងលោកតារបស់គាត់ហ្នឹងហើយលោកតារបស់គាត់បានសាងសង់ផ្ទះដោយផ្ទះនឹងបែរមុខទៅទិសខាងកើតផ្ទះនឹងគឺបែរមុខទៅទិសខាងកើតដែលសាងសង់ផ្ទះនឹងគឺនៅថ្ងៃទី26ខែ9ឆ្នាំ1987ដោយការសាងសង់ផ្ទះរបស់គាត់ជាមួយនឹងប្រពន្ធរបស់លោកយាយលោកតាអ្នកទាំងពីរកាលអំឡុងពេលដែលគាត់កំពុងតែសាងសង់ផ្ទះអ្នកទាំងអស់គ្នាកាលដែលលោកតាសាងសង់ផ្ទះដំបូងលោកតាបានមានប្រសាសន៍ថាប្រាប់កូនចៅថាកាលនឹងមានលោកអាចារ្យម្នាក់បានប្រាប់គាត់ថាកុំធ្វើកម្មចដាលចំពីមុខផ្ទះព្រោះវាជាហេតុនាំឲ្យពុះទ្រូងម្ចាស់ផ្ទះជាហេតុគ្រោះនៃការស្លាប់តែគាត់អត់ជឿដោយលោកតាម្ចាស់ផ្ទះលោកមិនជឿថាអបិយជំនឿបែបហ្នឹងរួចមកគាត់ក៏បានសាងសង់ផ្ទះនឹងហើយនៅក្នុងឆ្នាំដដែលនៅក្នុងឆ្នាំ1987ដដែលតែសាងសង់ផ្ទះនឹងហើយនៅក្នុងខែ12ថ្ងៃទី10បានសាងសង់ផ្ទះនឹងហើយរួចមកផ្ទះរបស់គាត់ចាប់ផ្ដើមជួបរឿងចម្លែកកើតឡើងហើយដោយវាចៃដន្យទៀតអំឡុងពេលដែលគាត់កំពុងតែសាងសង់ផ្ទះនឹងក៏មានអ្នកស្លាប់ដែរដែលនៅបរិវេណដីខាងក្រោយផ្ទះរបស់លោកតាហើយទៅលោកតាបានរៀបរាប់ពីវិញ្ញាណដែលបាននៅក្នុងផ្ទះរបស់លោកតាវិញនិយាយអំពីវិញ្ញាណរបស់ផ្ទះលោកតាគឺលោកតាមានប្រសាសន៍ថាក្រោយអំពីដែលការសាងសង់ផ្ទះហើយបានរយៈពេល4ថ្ងៃរៀបនឹងឡើងផ្ទះរៀបនឹងនិមន្តលោកសូត្រមន្តឡើងផ្ទះមុន1ថ្ងៃក៏មានរឿងចម្លែកដោយការនឹងចេះអ្នកទាំងអស់នេះលោកតាគាត់សម្រាននៅខាងក្នុងផ្ទះហើយប្រពន្ធរបស់គាត់នៅលាងចានឆ្នាំងនៅខាងក្រោយលបាក់នៅខ្ទង់ម៉ោង7យប់ប្រពន្ធគាត់កំពុងលាងចានឆ្នាំងគាត់ក៏សម្រាននៅខាងមុខស្រាប់តែគាត់សម្រាននឹងក៏ឮសំឡេងដូចជាខ្យល់គួច
រួចមកក៏បានលបើកទ្វារខាងមុខផ្ទះលបើកទ្វារនៃផ្លូវកម្មចដៅចំកណ្ដាលផ្ទះនឹងដូចជាមានអ្នកណាមួយរុញទ្វារនឹងចូលមកហើយសំឡេងខ្យល់គួចនៃសំឡេងមួយហ្នឹងណាគឺគួចដូចជាខ្យល់មួយដែលហៅថាខ្យល់ព្យុះអញ្ចឹងណាក៏ឮសំឡេងបែបហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំដាក់សោនខ្មោចខុសហើយដាក់ខុសមែនរួចមកទ្វាររបស់ផ្ទះរបស់លោកតាក៏បានបើកមកមែនបានបើកមកដូចមានអ្នកណាបើកទ្វារមួយហ្នឹងអញ្ចឹងដូចជាមានអ្នកកំពុងតែរុញទ្វារមួយហ្នឹងឲ្យលបើកលោកតាក៏គាត់ងើបទៅបិទទ្វារនឹងវិញលោកតាគាត់ងើបទៅបិទទ្វារនឹងវិញណាបងប្អូនគាត់ងើបទៅបិទទ្វារនឹងវិញនៅពេលដែលគាត់ងើបទៅបិទទ្វារនឹងវិញហើយកាលនឹងគឺមិនទាន់មានភ្លើងអគ្គិសនីទេបងប្អូនគឺនៅអុចភ្លើងចង្គៀងនៅឡើយលោកតាមានប្រសាសន៍ថានៅពេលដែលគាត់ទាញទ្វារនឹងបិទវិញណាគាត់ក៏ដើរមកសម្រាននៅកន្លែងដែលគាត់បានសម្រានដែលក្រាលកាទេលហ្នឹងណាក៏ស្រាប់តែឃើញមនុស្សដើរទៅខាងក្រោយផ្ទះដូចដើរសម្ដៅទៅរកប្រពន្ធគាត់ដែលកំពុងលាងចានអញ្ចឹងគាត់បានឃើញសម្ហល់មនុស្សដើរទៅច្បាស់គាត់ក៏ដើរតាមដើរទៅដល់ខាងក្រោយក៏បាត់នៃមនុស្សម្នាក់ហ្នឹងឃើញត្រឹមតែប្រពន្ធគាត់កំពុងតែលាងចានគាត់ក៏អត់បាននិយាយអីទៅកាន់ប្រពន្ធគាត់ថាគាត់បានឃើញអ្នកណាមួយដើរចូលក្នុងផ្ទះដែរគាត់អត់ទាន់និយាយអីទាំងអស់ក៏ព្រឹកឡើងក៏ចាប់ផ្ដើមធ្វើពិធីសូត្រមន្តឡើងផ្ទះពិធីក្នុងការសូត្រមន្តឡើងផ្ទះក៏បានបញ្ចប់នៅវេលាម៉ោង 10 ព្រឹកក៏បានបញ្ចប់ដោយកូនចៅរបស់លោកតាគឺនៅជុំគ្នាទាំងអស់ដោយកាលនឹងកូនរបស់លោកតាមានគ្នា5នាក់គឺជុំគ្នាទាំងអស់រួចមកលោកតាគាត់មានប្រសាសន៍តថាក្រោយអំពីដែលគាត់ឡើងផ្ទះនឹងហើយដែលគាត់បានស្នាក់អាស្រ័យនៅក្នុងផ្ទះនឹងរួចផ្ទះរបស់គាត់ក៏ចាប់ផ្ដើមមានរឿងដែលចម្លែកកើតឡើងដោយអ្នកភូមិផងលបងជាមួយបានសួរគាត់នៅថ្ងៃបន្ទាប់ក្រោយអំពីការសូត្រមន្តផ្ទះគាត់ហើយតែមិនដឹងថាប្រហែលថ្ងៃទៀតគាត់មិនបានចាំថាប្រហែលថ្ងៃទេតែដឹងតែត្រឹមក្រោយនឹងការសូត្រមន្តហើយអ្នកចិត្តខាងរបស់ផ្ទះលោកតាព្រឹកឡើងដោយចាស់គាត់ពិសាតែពេលព្រឹកគាត់ពិសាតែនៅពេលព្រឹកអ្នកចិត្តខាងហ្នឹងក៏បាននិយាយថាលោកបងផ្ទះលោកបងយប់មិញមានភ្ញៀវមកលេងដោយគាត់និយាយថាយប់មិញហ្នឹងគាត់បានឃើញផ្ទះរបស់លោកតាដូចមានភ្ញៀវមកលេងឃើញអង្គុយនៅលើកម្មចដា 4-5 នាក់អង្គុយនៅក្រោមផ្ទះ 4-5 នាក់មនុស្សច្រើនមែនទែនដោយគាត់សួរលោកតាហ្នឹងណានៅក្នុងនាមសួរថាលោកបងតែលោកបងឯងមានភ្ញៀវមកលេងយប់មិញព្រោះអីយប់មិញបានឃើញមានភ្ញៀវមកលេងច្រើនដោយលោកតាគាត់និយាយថាគាត់អត់មានភ្ញៀវណាទេគាត់អត់មានភ្ញៀវណាមកលេងទេដោយអ្នកចិត្តខាងហ្នឹងនិយាយមួយគាត់ថាច្បាស់ហ่ะយប់មិញបានឃើញអង្គុយនៅលើកម្មចដាផងអង្គុយនៅក្រោមផ្ទះផងឃើញជជែកគ្នាលេងមានចាស់មានក្មេងដែលអង្គុយលេងនៅក្នុងផ្ទះហ្នឹងដោយលោកតាគាត់ចម្លែកចិត្តថាផ្ទះគាត់ដូចជាមិនមានភ្ញៀវណាមកលេងទេចុះហេតុអីបានជាអ្នកចិត្តខាងបានឃើញថាមានភ្ញៀវមកតែភ្ញៀវនឹងភ្ញៀវមើលអត់ឃើញណាបងប្អូនភ្ញៀវងងឹតហ្នឹងហើយភ្ញៀវងងឹតគេហៅភ្ញៀវអវិញ្ញាណដល់ពេលអញ្ចឹងទៅបងប្អូនទាំងអស់គ្នាលោកតាគាត់ឆ្ងល់ដែរគាត់ក៏ប្រាប់រឿងហ្នឹងទៅប្រពន្ធគាត់ថាអ្នកចិត្តខាងគាត់ខ្លើមរយៈគាត់ហ្នឹងប្រាប់ថាយប់មិញហ្នឹងផ្ទះយើងនេះមានភ្ញៀវមកលេងឃើញមកអង្គុយពេញកម្មចរាងពេញក្រោមផ្ទះពេញណា
លោកតាក៏គាត់អត់មានប្រសាសន៍អីច្រើនទៀតដែរព្រោះជាផ្ទះរបស់គាត់មិនដឹងថារើទៅណាគាត់ក៏បន្តរស់នៅក្នុងផ្ទះហ្នឹងថ្ងៃមួយណាយប់ពេញបោអ្នកទាំងអស់គ្នាយប់ពេញបោប្អូនតីសវណ្ណបានប្រាប់ខ្ញុំថានៅយប់ពេញបោលោកតាគាត់ឡើងទៅអុជធូបម្នាងផ្ទះខាងលើព្រោះពីដើមគេធ្វើម្នាងផ្ទះគេដាក់នៅក្រោមទេគេធ្វើម្នាងផ្ទះនៅលើលោកតាគាត់ឡើងទៅអុជម្នាងផ្ទះនៅខាងលើដោយគាត់ដាក់កម្មចដាកម្មចដាយើងធ្វើវាយឈើនោះគាត់ដាក់កម្មចដានឹងឡើងទៅអុចម្នាងផ្ទះនៅខាងលើហ្នឹងហើយនៅពេលដែលគាត់ឡើងទៅអុចម្នាងផ្ទះនៅខាងលើគាត់កំពុងតែអុជនឹងណាគាត់បានអុចម្នាងផ្ទះនឹងរួចគាត់ម្រុងចុះមកវិញណាគាត់ថាត់ដៃមនុស្សលូកមកលូកចេញពីតសកដាលផ្ទះនឹងពីក្រោយតសកដាលផ្ទះនឹងមានដៃ2លូកមកគាត់ថាច្បាស់មែនទេណាគឺដៃនឹងលូកមកអោបតសអញ្ចឹងបានន័យថាម្នាងផ្ទះលោកតាគាត់ដាក់នៅតសកដាលហើយជំនាន់នឹងវាល្ងឹតយើងអត់ទាន់មានភ្លើងម៉ែតកាលហ្នឹងនៅអុចចន្លោះនៅអុចព្រេងកាតនៅឡើយនៅប្រើចង្គៀងនៅឡើយគាត់ថាពេលដែលគាត់ឡើងទៅអុចហ្នឹងអត់បានឃើញអីទេតែពេលដែលអុចទៅហើយក៏មានដៃ2លូកចេញពីខាងក្រោយតសនឹងមកមានដៃ2លូកចេញពីតសនឹងមកពីក្រោយតសនឹងមកអោបតសនឹងគាត់ថាម្រាមដៃអ្នកនឹងសឡូនម្រាមដៃដូចបលាក្រូចអញ្ចឹងឡងសឡូនសស្គុះលូកមកអោបតសនឹងលោកតាពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏បញ្ញាបញ្ញាប់ចុះមកក្រោមវិញគាត់បញ្ញាបញ្ញាប់ចុះមកក្រោមវិញណាពេលដែលគាត់បញ្ញាបញ្ញាប់ចុះមកក្រោមវិញគាត់ក៏លក្ខណៈแล้วក៏គាត់រៀងស្លន់ស្លោដែរចម្លែកក្នុងចិត្តផងថាអ្វីដែលគាត់ឃើញមិញហ្នឹងជាជំនាងផ្ទះឬខ្មោចលងដោយឃើញអោបតសហ្នឹងហើយឃើញអោបតសរួចមករឿងហ្នឹងគាត់អត់ប្រាប់ប្រពន្ធគាត់ទេតែប្រាប់កូនគាត់ប្រាប់កូនគាត់ដែលត្រូវជាអ៊ំរបស់ប្អូនតីសវណ្ណនេះត្រូវជាអ៊ំប្រាប់កូនគាត់ថាគាត់បានឃើញដៃមួយអោបតសផ្ទះដល់តែពេលអញ្ចឹងទៅរំលងបានមករយៈក្រោយទៀតរំលងមកសប្តាហ៍ក្រោយឬក៏ខែក្រោយមកទៀតអ្នកដែលជួបបន្ទាប់អំពីលោកតាគឺប្រពន្ធរបស់លោកតាបានជួបកន្លែងដែលគាត់ជួបគឺជួបបែបនេះណាអ្នកទាំងអស់នេះគឺជួបបែបអញ្ចឹងប្រពន្ធគាត់ហ្នឹងហើយប្រពន្ធគាត់ទៅកើបកដាប់ស្រូវប្រពន្ធគាត់ចុះទៅកើបកដាប់ខ្លាចមេឃភ្លៀងទៅទឹកកដាប់ព្រោះអីមេឃវាដូចវាថាវារោបគោលលាន់ណាអញ្ចឹងលោកយាយហ្នឹងគាត់ចុះទៅក្រោមទៅកើបកដាប់ដាក់ចូលក្នុងផ្ទះខ្លាចកដាប់សើមខ្លាចកដាប់ហ្នឹងទៅទឹកគាត់ចុះទៅកើបដល់តែកើបរួចលោកយាយគាត់ដើរទៅពីងលាងជើងដួសទឹកលាងជើងនៅពេលដែលគាត់ដួសទឹកលាងជើងគាត់ក៏បានឃើញលោកតាអង្គុយនៅកម្មចដាលផ្ទះដោយគាត់កំពុងតែដួសទឹកលាងបដាគាត់ក៏និយាយជាមួយលោកតាថាហើយឯងមិនព្រមឡើងទៅសម្រានស្មាននឹងហើយមិនព្រមឡើងទៅសម្រានមកអង្គុយទៅអីដោយអ្នកនឹងឆ្លើយជាមួយនឹងលោកយាយថាបន្តិចទៀតបានអញទៅដេកដោយលោកយាយគាត់ឮថាលោកតានិយាយថាតិចទៀតបានទៅដេកគាត់នឹងក៏អត់ស្ដីទៅរកលោកតាទៅគាត់លាងជើងលាងអីក៏ដើរឡើងហួសអ្នកនឹងអញ្ចឹងបានន័យថាកន្លែងហ្នឹងអ្នកដែលបានឆ្លើយឆ្លងជាមួយលោកយាយគឺមិនមែនលោកតាទេគឺវិញ្ញាណខ្មោចដែលបាននិយាយជាមួយនឹងលោកយាយនៅពេលដែលលោកយាយដើរកាត់លោកតាហ្នឹងលោកយាយបានឃើញច្បាស់គឺលោកតាគាត់ស្លៀកសរងហ្នឹងហើយលោកតាគាត់ស្លៀកសរងហើយគាត់មានកម្មាបងនៅលើស្មាគាត់នេះគាត់ក៏ដើរកាត់លោកតាឡើងទៅលើផ្ទះហើយគាត់អត់បានចាប់អារម្មណ៍មើលលោកតាកំពុងតែសម្រានចិត្តនឹងទេទៀនចាស់ហ្នឹងហើយ
គាត់អត់បានចាប់អារម្មណ៍ថាឃើញលោកតាបានសម្រាប់នៅចិត្តនឹងទេណាបងប្អូនគាត់អត់បានចាប់អារម្មណ៍គាត់នឹកថាគិតលោកតានៅខាងមុខទេអង្គុយលើកម្មចដាវអញ្ចឹងគាត់ក៏ដើរចូលមកគាត់ធ្វើកិច្ចការកប៉ិចកប៉ុករបស់គាត់រួចបានគាត់មកសម្រាននៅពេលដែលគាត់មកសម្រានចិត្តលោកតាហ្នឹងហើយតែពេលដែលមកសម្រានចិត្តលោកតាគាត់សម្រានលក់បាត់ហើយលោកតាគាត់សម្រានលក់បាត់ហើយដល់ពេលអញ្ចឹងលោកយាយគាត់នឹងក៏និយាយរបៀបខ្សឹបអញ្ចឹងថាដេកលឿននោះលឿនតែនិយាយមួយឯងហើយសោះដេកលឿននោះលឿននិយាយអញ្ចឹងណានិយាយអញ្ចឹងដល់តែពេលអញ្ចឹងទៅគាត់លោកយាយអត់បានចាប់អារម្មណ៍ថាលោកតាទៅអង្គុយកម្មចរាឬមិនអង្គុយកម្មចរាគាត់អត់បានចាប់អារម្មណ៍អីគាត់ដឹងត្រឹមថាលោកតាសម្រានបាត់ហើយអញ្ចឹងគាត់ក៏សម្រានហ្នឹងដល់តាសម្រានលបាក់មកភ្ញាក់មនុស្សចាស់ភ្ញាក់តនេកអូនភ្ញាក់តនេកម៉ោង 4 ទៀតភ្លឺភ្ញាក់តនេកហ្នឹងហើយភ្ញាក់តនេកលោកយាយគាត់ងើបមុនលោកតាចាស់ច្រើនតែម៉ោង 4 ម៉ោង 5លោកងើបហើយលោកយាយគាត់ងើបទៅមើលចានឆ្នាំងត្រូវលាងប្រកាត់ភ្លើងផងលោកយាយក៏ងើបណាហ្នឹងហើយលោកយាយក៏ងើបទៅចក្រានបាយនៅពេលដែលលោកយាយទៅចក្រានបាយលោកតាបានមកអង្គុយនៅចិត្តគាត់លោកតាបានមកអង្គុយចិត្តគាត់ដូចថាកវ៉ែលឆ្នាំងបាយប្រយួរជាប់នឹងអញ្ចាំងប្រយួរវ៉ៃឌីកូជាប់នឹងអញ្ចាំងចក្រានបាយវានៅអញ្ចឹងពីងលាងកលាងអីវានៅចិត្តហ្នឹងលោកយាយគាត់កំពុងលាងចានលោកតាមកអង្គុយចំហៀងខាងស្ដាំដៃគាត់មកអង្គុយហ្នឹងហើយមកអង្គុយដល់តែពេលមកអង្គុយគាត់ទៅជែកគ្នាជាមួយនឹងលោកតាគាត់និយាយជាមួយលោកតាថារឿងស្រែរឿងស្រូវរបស់គាត់និយាយអំពីរឿងស្រែរឿងស្រូវរបស់គាត់កំពុងតែនិយាយគ្នាស្រាប់តែលោកតាស្រែកមកចេះឯងនិយាយជាមួយណាគេលោកតាថាឯងមកនិយាយជាមួយណាគេអញ្ចឹងណាលោកយាយនៅពេលដែលឮលោកតាហៅអញ្ចឹងលោកយាយងាកខ្វាច់ងាកទៅបាត់លោកតាដែលអង្គុយចិត្តគាត់នឹងបាត់ហើយឃើញលោកតានៅកន្លែងគាត់សម្រានចងមុងនៅកន្លែងគាត់គាត់ដល់ពេលតែអញ្ចឹងលោកយាយគាត់ងើបដើរមកហ្នឹងហើយលោកយាយគាត់ដើរមកគាត់ឈរគាត់សួរលោកតាចេះឯងមាននិយាយជាមួយឯងរបៀបអញ្ចឹងចាំតិចទៀតខ្ញុំ reply លោកយាយក៏សួរលោកតាចេះឯងអញនិយាយជាមួយណាគេមិញគាត់លោកយាយគាត់ថាអញនិយាយជាមួយណាគេមិញលោកតាចេះអញឃើញឯងអង្គុយនិយាយមួយថ្ងៃអង្គុយនិយាយម្នាក់ឯងមួយថ្ងៃណាអញ្ចឹងបានន័យថាកន្លែងហ្នឹងលោកយាយគាត់អង្គុយនិយាយម្នាក់ឯងតែលោកយាយបានឃើញខ្មោចលោកយាយអង្គុយនិយាយជាមួយខ្មោចលោកយាយនិយាយជាមួយខ្មោចទេណាមុនហ្នឹងលោកយាយនិយាយជាមួយព្រលឹងខ្មោចទេលោកតាតំតែងើបទេលោកតាឆ្ងល់ថាលោកយាយមិនអង្គុយនិយាយម្នាក់ឯងលោកយាយគាត់អង្គុយនិយាយតែឯងដល់តែពេលអញ្ចឹងទៅលោកយាយថាគាត់ឃើញច្បាស់ថាឯងមកអង្គុយហ្នឹងមកអង្គុយកន្លែងហ្នឹងនិយាយជាមួយឯងនិយាយជាមួយខ្ញុំរឿងស្រែរឿងកដាប់រឿងអីច្បាស់ណាលោកតាថាគាត់បត់គ្មានបានទៅអង្គុយនិយាយជាមួយមកបន្តិចទេគាត់នៅក្នុងមុងទេលោកយាយបានដឹងថាគាត់នឹងនិយាយជាមួយខ្មោចគាត់ថាច្បាស់ដូចថ្ងៃអញ្ចឹងមិនមែនមកសមោទេណាច្បាស់ដូចថ្ងៃអញ្ចឹងហ្នឹងហើយច្បាស់ដូចថ្ងៃមិនមែនសមោទេដល់តែពេលអញ្ចឹងទៅលោកយាយគាត់និយាយថាឯងនិយាយជាមួយខ្ញុំតាំងពីយប់មិញនៅកម្មចដាលោកតាក៏ឆ្លើយមកទៀតថាអញមិនបានអង្គុយកម្មចដាពីកាលយប់មិញអញគ្មានបានអង្គុយកម្មចដាទេយប់មិញអត់ស្រួលខ្លួនអញដេកតាំងពីក្បាលប្រឡប់លោកយាយនិយាយទៀតថាច្បាស់ណាស់ដែលឃើញលោកតាអង្គុយនឹងកម្មចដានឹងអង្គុយចក្រានបាយនិយាយជាមួយគាត់តែក៏ពិតខ្មោចទេបងប្អូនខ្មោចទេណាខ្មោចទេណាគាត់និយាយមិញហ្នឹងគឺខ្មោចទេមិនមែនមនុស្សទេអ្នកទាំងអស់គ្នាដល់ទៅពេលចឹងទៅលោកតាគាត់នៅចាប់ផ្ដើមមានអារម្មណ៍មួយថាផ្ទះរបស់គាត់ចាប់ផ្ដើមមានវិញ្ញាណដែលសន្ធិដ្ឋនៅក្នុងផ្ទះរបស់គាត់អញ្ចឹងលោកតាគាត់ទៅសួរអ្នកដែរលោកអាចារ្យម្នាក់ទៀត
đại quạt chỉ nè đại prap rương cầm chả đào té nâng tha lục bu lớp té bỏ nhóm nâng vì thơ cầm chả đào trong cái đào té hay lớp té bỏ nhóm đuổi miên vì nhiên cho mình nơ và pôn nhóm mà xa khơi nhóm có thọ ban khơi nhân tay mũi ốc từ so té chẳng á lo tập bê chân tới nè tặng ọc nè lục ta cha nó có prap tha rú từ so rú cầm chả đào té vì vục nâng từ rú vì một năng mà đặt trong hiên vinh chế mình đại ao thưa té đại đặt cầm chả đào trong té chân té về hay trung cha té chẳng quát có rứ cầm chả đào té nó mau chụp hiên té bình mau chụp hiên té với nhá đó tập bê rứ vì cầm chả đào một té mau mau chụp hiên té với té là bọc quát nó còn lên ấy từ lên miền bình nhiên hai ban luôn cả cha nó còn prop prom ao như không té nâng tới té quát có ngọc sọc tới